ច័យដំណំឲ្យកក្រើកផែនដីនេះមាន8យ៉ាងហេតុបច្ច័យទាំង8យ៉ាងតើដូចម្ដេចខ្លះមនាលអានន្ទមហាប្រតិពីនេះប្រដស្ថាននៅលើទឹកឯទឹកប្រដស្ថាននៅលើខ្យល់ខ្យល់ប្រដស្ថាននៅលើអាកាសមនាលអានន្ទសម័យដែលមានខ្យល់ធំបក់ខ្យល់ធំដែលបក់នោះរមែងធ្វើទឹកឲ្យកក្រើកឯទឹកដែលកក្រើកមកហើយក៏ធ្វើផែនដីឲ្យកក្រើកដែរនេះជាហេតុជាបច្ច័យទី1ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្ទសមណៈក្តីព្រាហ្មណ៍ក្តីដែលមានរិទ្ធដល់នៅការស្កត់ជំនាញក្នុងចិត្តឬទេវតាដែលមានរិទ្ធធំមានអានុភាពធំបុគ្គលនោះបានចម្រើនបថវ័យសញ្ញាឲ្យមានកម្លាំងតិចចម្រើនអបោសញ្ញាឲ្យមានកម្លាំងច្រើនបុគ្គលនោះរមែងធ្វើផែនដីនេះឲ្យកក្រើករំពើករំភើបញាប់ញ័របាននេះជាហេតុជាបច្ច័យទី2ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្ទមួយទៀតកាលណាដែលព្រះពោធិសត្វសយុត្តចពុទេវតាដែលស្ថិតនៅក្នុងឋានអសិទ្ធមានសតិនិងសម្បជញ្ញៈយាងចុះកាន់ព្រះមាតុឧត្តរក្នុងការនោះផែនដីនេះតែងកក្រើករំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី3ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្ទមួយទៀតកាលណាដែលព្រះពោធិសត្វមានសតិនិងសម្បជញ្ញៈទ្រង់ប្រសូតចាក់ព្រះមាតុឧត្តរក្នុងការនោះផែនដីនេះតែងកក្រើករំពើបរំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី4ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្ទមួយទៀតកាលណាដែលព្រះតថាគតត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងការនោះផែនដីនេះតែងកក្រើករំពើបរំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី5ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្ទមួយទៀតកាលណាដែលព្រះតថាគតញ៉ាំងអនុត្តរធម្មចក្រឲ្យប្រព្រឹត្តទៅក្នុងការនោះផែនដីនេះតែងកក្រើករំពើបរំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី6ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្ទមួយទៀតកាលណាដែលព្រះតថាគតមានសតិនិងសម្បជញ្ញៈដាក់ចុះនៅអាយុសង្ខារក្នុងការនោះផែនដីនេះតែងកក្រើករំពើបរំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី7ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្ទមួយទៀតកាលណាដែលព្រះតថាគតបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុក្នុងការនោះផែនដីនេះតែងកក្រើករំពើបរំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី8ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្ទហេតុបច្ច័យដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមាន8យ៉ាងនេះឯង